ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខាងเพจរបស់ខ្ញុំមកណែនាំដំណាំជាច្រើនប្រភេទនេះគឺជាប្រភេទតបៃគីមជូពូជបោះថៃដើមផ្សាមេឃដែលមានសុខភាពល្អចំពោះបងប្អូនអំពូមិញមានបំណងចង់ទិញពូជតបៃគីមជូបោះថៃឬក៏ដំណាំប្រភេទណាអាចទាក់ទងមកតាមเพจផ្ទាល់ក៏បានលេខទូរស័ព្ទខាងក្រោមក៏បាននេះជាប្រភេទដើមមកអំពូមិញដែលនៅក្នុងស្តុបស្អាតរឹងមាំប្រភេទពូជបោះថៃយកទៅដាំរយៈពេល7ខែទៅ1ឆ្នាំអាចទទួលបានផលងាយស្រួលដាំងាយស្រួលថែទាំតបៃគីមជូផ្លែរបស់វាមានរសជាតិជូរអែមស្រួយឆ្ងាញ់ក្របតិចរសជាតិជូរអែមស្រួយរសជាតិមុតអត់សាបដើមនៅក្នុងស្តុបគឺជាប្រភេទដើមផ្សាមេឃយកមកទុកស្តុបបានយូររឹងមាំនៅក្នុងเพจរបស់ខ្ញុំមានផ្គត់ផ្គង់គ្រប់តម្រូវការមានទាំងខ្នាតតូចនិងខ្នាតធំចំពោះបងប្អូនអំពុំមិញចង់អញ្ជើញមកដល់ទីតាំងផ្ទាល់ក៏បានខាងខ្ញុំតម្លែក location ជូននៅក្នុងเพจរបស់ខ្ញុំមិនមែនមានលក់តែតបៃគីមជូពុកម៉ែបងប្អូនមានលក់ដំណាំគ្រប់ប្រភេទមានទាំងដើមតូចនិងដើមធំមានទាំងតបៃអត់ក្របតបៃត្រូប៊ីតបៃហុងប៉ៅស៊ឺនិងដំណាំជាច្រើនប្រភេទទៀតដូចជាប្រភេទដើមទុរេនម៉ាន់ថងសាច់ទឹកដោះគោដើមធំដើមតូចដើមចម្ពោះទឹកខ្មុំដើមភ្ញៀវផ្អែមហៀវជូរអែមដើមសាម៉ាវរុងរៀនដើមខ្នោដែនសូយ៉ាដើមអំពិលផ្អែមដើមធំដើមតូចដើមកលែនចក្រផាតកលែនហាវ៉ៃព្រមទាំងប្រភេទដើម Blueberry, Blackberry, Raspberry, Mon